យើងពួកយើងប្រាប់អ្នកទាំងអស់គ្នាអំពី School Police. We are going to tell you, okay, about school police. ពួកយើងប្រាប់អ្នកទាំងអស់គ្នាអំពី School Police. School Police គឺជាកុមារថ្នាក់ Okay, I'm talking about school police. School Police គឺជាកុមារថ្នាក់ទី4រហូតដល់ទី6ដែលការពារសុវត្ថិភាពចរាចរណ៍នៅផ្លូវមុខសាលារៀនពេលទៅផ្ទះ And our duty to look after safe traffic in our school and in front of our school. សិស្ស10នាក់ត្រូវបានជ្រើសរើសពីថ្នាក់នីមួយៗគ្រូតាមថ្នាក់ជ្រើសរើសសិស្ស10នាក់ជាធម្មតា Their own teacher. អ្នកទទួលខុសត្រូវប្រែប្រួលអាស្រ័យលើថ្ងៃនៃសប្តាហ៍ ថ្នាក់ទី6រៀងរាល់ថ្ងៃច័ន្ទនិងថ្ងៃអង្គារថ្នាក់ ថ្នាក់ទី5រៀងរាល់ថ្ងៃពុធនិងថ្ងៃសុក្រ ថ្នាក់ទី4រៀងរាល់ថ្ងៃប្រហ័សនិងរៀងរាល់ថ្ងៃសៅរ៍ នេះធ្វើរួមគ្នាជាមួយគ្រូនៃថ្នាក់នីមួយៗពេលខ្លះប៉ូលីសពិតក៏មកដែរសូមពិនិត្យមើលវីដេអូ School Police របស់យើង យើងបំបែកជាពីរក្រុមហើយបញ្ឈប់ចរាចរណ៍សម្រាប់ធ្វើឲ្យអ្នកគ្រប់គ្នាងាយស្រួលឆ្លងកាត់ផ្លូវ We are divided into groups. Okay. In order. To stop or driver for a while and let people go home safely and easily. Teacher. ពេលវេលាគឺរហូតដល់កូនសិស្សគ្រប់គ្នាចាក់ចេញពីសាលាប្រហែល10នាទីពួកយើងបើកម៉ូតូឬកង់ដែលពួកយើងបើកម៉ូតូឬកង់ដែលខ្លួនឯងឬត្រូវឪពុកម្ដាយមកយកជាធម្មតាដូច្នេះពួកយើងត្រូវតែថែរក្សាសុវត្ថិភាពខ្លួនយើង And we had to look after our safety. នេះជាទំនៀមទម្លាប់របស់យើងដែលបានចាប់ផ្ដើមតាំងពី28ឆ្នាំមុន This is our traditional that began 28 years ago. យើងនឹងបន្តប្រពៃណីនេះដល់យុវជនយើង We also go on our traditional for next youth or next generation. យើងនឹងបន្តរក្សាសុវត្ថិភាពដើម្បីកុំឲ្យមាននរណាម្នាក់កើតមានគ្រោះថ្នាក់ចរាចរណ៍ We will continue to keep our tradition and our road safety. យើងសង្ឃឹមថាអ្នករាល់គ្នាដែលមើលនេះមានសុវត្ថិភាពផងដែរ We hope that
everyone is watching our clip, okay, has safety like us. សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក Thank you for paying attention to us. Thank you.